យកម៉ាស៊ីននេះមកបង្ហាញជូនបងនឹងតែពេញចិត្តតែម្ដងប្រភេទ 3 in 1បងប្រើសម្រាប់កិនសាច់បានកិនទឹកផ្លែឈើបានហើយកិនគ្រឿងបានទៀតម៉ាស៊ីននេះប្រើក្បាលម៉ាស៊ីនតែមួយទេបងដល់ខ្សែភ្លើងល្បឿនមានលេខ1លេខ2ប៉ុន្តែផ្លាស់ប្ដូរក្បាលហ្នឹងប្រើបានជាមួយកែវដល់ទៅ3ប្រភេទអញ្ចឹងទី1នេះបងប្រើជាកែវកិនសាច់ច្រាំសាច់ធ្វើម្ហូបប្រចាំថ្ងៃបានណាបងច្រាំខ្ទឹមក៏បានកែវថ្មក្រាស់ស្អាតចំណុះ2លីត្របងកិនបាន8ខាំសាច់កែវទី2នេះបងប្រើសម្រាប់ក្លុកទឹកផ្លែឈើបងកិនទឹកបន្លែទឹកផ្លែឈើញ៉ាំជាប្រចាំថ្ងៃជាលក្ខណៈដបខ្នាត600មីលីលីត្រល្មមកិនសម្រាប់ញ៉ាំម្នាក់ឯងហើយមានគម្របមកសម្រាប់បងកិនហើយយកទៅក្លាសនឹងទូទឹកកកក៏បានដាក់តាមខ្លួនក៏បានរបៀបប្រើប្រាស់បងក្បាលម៉ាស៊ីនកិនសាច់ខាងលើហ្នឹងបើគម្របវាខាងលើបងបដូរមកដាក់កែវក្លុកទឹកផ្លែឈើនេះវិញដោតខ្សែភ្លើងអាចកិនទឹកផ្លែឈើបានហើយចំពោះកូនកែវចុងក្រោយនេះគឺប្រើសម្រាប់កិនម្រេចកិនកលីងកិនខ្ទឹមកិនបលម្ទេសអីក៏បានដែរបងកិនម្ទេសក៏បានដែរប្រភេទកូនកែវតូចល្មមខ្នាត100មីលីលីត្របងចាប់អារម្មណ៍ម៉ាស៊ីននេះមកកំបិតកិនរៀងខ្លួនអញ្ចឹងអត់បារម្ភពិបាកថាធំក្លិនផ្លែឈើធំក្លិនម្រេចគ្រឿងអីលាយឡំចូលគ្នាពេលកិននេះបងមានតម្លៃល្អជូនបងអាចឆាតសួរតម្លៃឥឡូវនឹងបានណាបង